សូមជូននីតិវប្បធម៌ខ្មែរលោកអ្នកនាងជាទីមេត្រីនៅក្នុងខណៈពេលនេះវ៉ាម៉ែសូមផ្សាយជូននីតិវប្បធម៌នៃប្រទេសកម្ពុជានៅក្នុងភាគទី1នេះលោកអ្នកនាងនឹងបានជ្រាបអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យឬរបាំអប្សរានៃប្រទេសកម្ពុជាយើងសូមអញ្ជើញស្ដាប់និងទស្សនាការរៀបរាប់របស់អាយដាមសាស្ត្រាចារ្យព្រឹងជាងដែលជាទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចតទៅបាទសូមជម្រាបសួរត្រង់ឯកឧត្តមលោកស្រីអ្នកនាងកញ្ញាដែលកំពុងតែទស្សនានៅលើវីដេអូនេះបាទថ្ងៃនេះគឺពិសេសមែនទែនយើងថប់មួយដងយើងតែងតែនិយាយអំពីនីលការនិយាយអំពីគេថា model ថ្មីរបស់យើងប៉ុន្តែថ្ងៃនេះគឺពិសេសមែនទែនយើងបានចែករំលែកនៅព័ត៌មានបាទជាច្រើនអំពីវប្បធម៌របស់យើងហើយក៏នឹងយើងធ្វើការសិក្សាបន្ថែមអំពីថាតើវប្បធម៌របស់យើងមិនថាជារបាំមិនថាជាសិល្បៈចម្លាក់អីផ្សេងតើវាមានសារៈសំខាន់សម្រាប់ប្រជាជនរបស់យើងកម្រិតណាអញ្ចឹងចង់ដឹងថាលោកគឺជាវាគ្មិនបាទមួយរូបណាតោះទៅជួបជាមួយនឹងលោកទាំងអស់គ្នាបាទជំរាបសួរលោកគ្រូបាទសូមជម្រាបសួរបងបាទជំរាបសួរអញ្ចឹងលោកគ្រូអាចណែនាំអំពីឈ្មោះហើយនឹងតួនាទីហើយនឹងជីវប្រវត្តិរបស់លោកគ្រូសពថ្ងៃបានដែរទេបាទអរគុណច្រើនខ្ញុំបាទឈ្មោះព្រឹងឈៀនអតីតសិល្បកររបាំព្រះរាជទ្រព្យដែលតួហនុមានបាទបច្ចុប្បន្នទីប្រឹក្សានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយទៅបន្តការងារបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈការពិតទៅខ្ញុំជាអ្នកសម្ដែងតាំងពីក្មេងមកបាទជាប្រវត្តិតែម្ដងខ្ញុំមិនមែនថាភ្លាមស្រឡាញ់សិល្បៈហ្នឹងទេព្រោះយើងក្មេងយើងអត់ដឹងថារបាំនឹងយ៉ាងម៉េចទេប៉ុន្តែគ្រាន់តែជាបំណងពីក្មេងតែម្ដងខ្ញុំចង់បើកយន្តហោះទៅជា pilot បាទ pilot ប៉ុន្តែកាលដែលជាដូនធំខ្ញុំឈ្មោះមុំយឹមយ៉ាន់គាត់ជាគ្រូល្ខោនធំនៅជាមួយសម្ដេចមហាក្សត្រចរណីស៊ីសវត្តកុសុមនារីរតហើយគាត់ចេះទៅនាំខ្ញុំនិងប្អូនស្រីខ្ញុំមួយឈ្មោះសេងស្រីមុំទៅមើលគេហាត់បាទធម្មតាទេក្មេងសង្កេតផងអីទៅខ្ញុំគ្មានចាប់អារម្មណ៍អីក្រៅពីក្បាច់ស្វាឃើញកមិចកម៉ើមលោតអីប៉ុន្តែយើងអត់ដឹងខ្លួនទេយើងទៅមកផ្ទះវិញចេះតែអីទៅរហូតដល់អាយុបាន7ឆ្នាំបាទជីដូនខ្ញុំគាត់ឃើញនេះពួកខ្ញុំនៅពេលដែលចូលទៅនៅក្នុងវាំងឬសូឲ្យដល់លឺសូភ្លីស្វាទោះបីក្មេងកំពុងលាបខ្មែរយើងហៅបៃលុកបៃលោះបាទជក់យ៉ាងម៉េចឲ្យលឺភ្លេងស្វាបាទរត់ទៅមើលអញ្ចឹងបាទអញ្ចឹងខ្ញុំគាត់មិនដឹងថាខ្ញុំស្រឡាញ់ឬស្អីពីក្មេងហ្នឹងគាត់ឲ្យលឺភ្លេងស្វាអត់បានឲ្យចូលចិត្តមើលស្វាបាទអញ្ចឹងជាដូនខ្ញុំក៏បានគាត់សួរខ្ញុំថាចង់ចូលរបាំទេខ្ញុំឆ្លើយដោយអត់ទឹកខ្លួនចូលបាទដល់ហើយភ័យវិញពួកបំណងយើងមិនមែនចង់ទៅជាអ្នករាំទេបាទចង់ទៅបើកបាល់ហោះបាទប៉ុន្តែដល់ក្រោយមកបានគាត់យកទៅថ្វាយខ្លួនពួកនៅពីដើមហ្នឹងភាគច្រើនយកកូនចៅយកទៅថ្វាយសម្ដេចមហាក្សត្រយ៉ាងនេះដល់ទុកព្រះមេត្តាហើយយើងបានហាត់រៀនហើយក្នុងការហាត់រៀននោះមាន2ទី1គឺយើងរៀននៅសាលាធម្មតាបច្ចេកទេសគឺកាលហ្នឹងខ្ញុំហាត់នៅថ្ងៃពហុទេថ្ងៃពហុសិស្សសាលាបឋមសិក្សាគេច្រើនឈប់អញ្ចឹងយើងហាត់នៅពេលហាត់ចុះហាត់ឡើងដូចតែមាននិស្ស័យបាទនៅពេលនោះខ្ញុំក៏ចូលទៅអាយុ9ឆ្នាំកាលណាសម្ដេចឪសម្ដេចតាទួតយើងនេះលោកទស្សនកិច្ចទៅអារ៉ាប់រួមនៅយូហ្គោស្លាវីពេលនោះលោកត្រូវយកសិល្បៈទៅកាលនោះយើងយកសិល្បៈតិចទេព្រោះយើងមិនសូវចំណាយច្រើនអញ្ចឹងយកអូនស្រីខ្ញុំធ្វើតួសវណ្ណមច្ឆាខ្ញុំហនុមានព្រោះ2នាក់ហើយក្រោយមកមានអ្នកស្រមស្រី5នាក់ទៀតនឹងតាក់តែងអីយើងទៅចាក់បងម៉ាញេទិកពេលនោះហើយដែលខ្ញុំទៅគោលបំណងចង់ជីកបើកយន្តហោះនោះអាយុ9ឆ្នាំបានជិះយន្តហោះមិនទាន់បើកទេអញ្ចឹងយើងទៅដល់ពេលខ្ញុំយូរទៅកាន់តែធំដឹងក្តីឡើងចេះតែរំកាន់តែចាប់ចិត្តស្រឡាញ់បាទស្រឡាញ់
bám nâng bộ tự đó khởi bỏ tích cái sắp sai cái xa cái ấy là chân biến chất sẵn lạnh đức cả bầm nón bạn dùn ho cột căn riêng rồi hô là mà bây giờ bọn cứ được xa chọn mình mà phải trộn đi là hô mà đó chân tam giác là kêu ban đi rồi mình nhớ cứ tha rồi ban bọc mai dân cứ dân viên bọc quạt chỉ vô luôn này mà hơi chân tam giác là kêu có ban cái thay miền này say cho mùi nương rồi ban bàn tay được kêu cái thay rồi ban bỏ dương nó cứ co cao được có tam ca sắc sảo bọc kêu cái thay co cao tam bị sát bọt na được có mình bọt đau cầm nợ dạng cá bọt chết dựng bạch đàn tràn bàn tay miền sẽ là chả rất vui sát bọt tip bằng palคือเบียนศิลาจารึกนั้นในเยี่ยมปีระบาดผลิตนั้นเป็นกำเนิดจึงมันในท่าศิลาจารึกเบียนจึงมุนสตวที่เปิดที่บรรดายืมมันตั้งท่าก่อการในคลาสตามปีสตวที่บุยคลาสที่ปีที่ใบบรรดาเจียไอกษาฉบับล้อคือคืนศิลาจารึกเดินกบอะไรนั่นคือดาวสตวที่เปิดจังเตะระบำนี่ขยมใหญ่ปีวัดระบำระบำนี่แมนเทนมันเป็นจัสรีเพียบเลยระบำนี่คือเชียร์ดอกไม้ดึกหมายยืนปิดน้ำมีจุดเดือดโดนตาปัดลึงคือชีวิตชั่วกิสายเปรย์นั่นนะปัดดอกปีระบำปีกรอบคือแผ่นมีเดิมกับนายปีจังปีนั้นขมายดอกปีกรอยเมายืนตามประวัติคือทำมีอธิปลอันเดียมาโจลกาคณีจังในปีเลยตามประวัติศาสตร์มาเท่าอย่างนี้หรือประวัติเก่าดังทั้งสองมาหรือเกิดคนเตียนเลียวยีนี่คืออันนั้นยังโยตามประวัติเรื่องเพลงดิเตียนพองเรื่องดิเตียนคาถาหรือก็เรื่องแต่ตัวประวัติศาสตร์ระบำโจเมาปริจิจะจะยังอาณาจักรพนมยังขาน้องก็ยังเนื้อที่พลริจินิยมในทางศิลปะวัฒนธรรมจำเริญศาสนานั้นเจริญจังเตะระบำนี้ก็มีแนวปราชญ์ในทางในจงเป็นปริจิลุกอภิวัตระบำในขมายยังมีโดนตาจีโจเบียเรียมีไอตื้อรวมตื้อมีขบูนขนาดมีจีขบัดมีไอตื้อจังขบัดแต่อ๋อนี่ตามมือตื้อคือถ้าจังปีนักปราชญ์ในจงเป็นปริชีให้โดนตาเยอะตีมุ้ยก็เป็นกาสลันทอมาจีดเทียบบริสุทธิ์ตรองไอ้นั้นคือเชิญโยตามบททัดทางจำละไอ้พีวอพีไอ้จิตทอมาจีดนั่นจังขบัดเด้งตามเยียงสายชื่อม้อเราโดยแต่พระธิจาเชงค้นก็ท่าโดยอยู่ที่ห่อบัดใดเจ๊ก็ขบัดลีเพียบใจกันเต้ปัจจัยสลักสลักแล้วจับมาเจ๊จีบcái hai cả và màu chế màu bao khum cái đấy hai plei và nó plei tôm chuột tứ chặt đỏ màu vĩnh đỏ bẩn lọc cái kênh áp giá miếng tràn mà rồi là các bạn đầyคือเจงปีนั่นก็อ๋อโดยปุยเกปุบำละครมหารีละครเขาอีนั่นคือสัตยกบายต่างอ๋อโยเจงปีบำปีตรอมนั่นไอ้ไปใช้กระเตมวยเตี้ยอันนี้เชื่อกับผู้ปัญญาเนี่ยในขยมเขินในซาเมียนมันขยมมันเนี้ยในขยมรวมตั้งไปโตมาขยมตัวหันมานั่นจะแต่รวมเลือกใดไอ้เยอะนั่นไงมันแพ้ขยมมันเนี้ยก็ถ้าก็ทลอกคืนเนี่ยในบรรณาหลายชีตคือมีสะเพมีพิซซ่าขบันพิซซ่ามาเกย์นั่นก็แบบขยมท่าเนี่ยขบันจะจังหาใครขบันเนี่ยเลี้ยงกับตัวว่าดอกขยมมือเจ้านึกดึกวางดีอะไรดอกเลี้ยงกับตัวคือตัวยิ้มจะได้ขบันเนี่ยรวมจังจังมันจะเจงเมาอันนี้วางนี้นี่กับตัวเนี่ยจังมันหาขบันเนี่ยเลี้ยงกับตัวเนี่ยรวมนั่นจะจังจังมันจะไม่เคยอ้อมจังเนี่ยรวมยึงมือมาดองตะเชียรกชิดมาเดิมแต่เบียดสลักแคลปากกามือมวยจิตตะเชียตัวอ่องเนียดกาทั้งเชียสัตว์เนี่ยจังมันยังเคยตัวใส่แปะกระบังจังเต๋อด้วยกระบังนี่จัง
ហើយយើងអំដាមណាឃើញបថោងតោស្បៃ នាងនេះ គឺកតុយស្បៃហ្នឹងកតុយនេះព្រោះតាមរឿងព្រេងយើងរឿងតែតកតងទៅទីពងសាវតាហ្នឹងគឺបថោងតោស្បៃនេះហ្នឹងហើយយើងមើលគោមជាសកាអញ្ចឹងបានយើងមើលឃើញនៅក្នុងក្បាច់អូបាក់ហ្នឹងគឺភីផ្កាទាំងអស់វាចូលទៅក្នុងសពុតហូលសពុតដល់បាប់សពុតអីហ្នឹងគឺចេញពីនៃដូនតាយើងយកធម្មជាតិយកមកធ្វើជាក្បាច់ក្បូរជាតំណាងអត្តសញ្ញាណនិងពលិនជាតិដែរ បាទអញ្ចឹងលោកគ្រូអាចប្រាប់បានទេថាតើតទៅមួយរបាំរបស់យើងឃើញមានច្រើនប្រភេទមែនតើប៉ុន្តែទស្សនិកជនមួយចំនួនក៏ប្រហែលជាគាត់អត់ទាន់បានជៀបច្បាស់ទេថាតើការរបាំរបស់ខ្មែរយើងមានប្រមាណប្រភេទហើយប្រភេទនីមួយៗក៏មានចេះតែប្រើដែរមែនលោកគ្រូអញ្ចឹងមានប្រភេទដូចថាយើងប្រើសម្រាប់ព្រះមហាក្សត្រផ្សេងសម្រាប់ដូចជាកម្មវិធីផ្សេងៗខុសគ្នាអញ្ចឹងលោកគ្រូអាចបញ្ជាក់ពីចំណុចហ្នឹងបាននៅបរិជាណាចក្រកម្ពុជាយើង បាទ ការដើមឡើយដែលមុននេះគឺមានទម្រង់របាំហ្នឹង3ប្រភេទទី1របាំប្រពៃណី បាទ ដូចមានស្នៃតំសោងកាប់កបិផឹកស្រាដែលមានជំនឿតាមជីវចលឬក៏ជំនឿព្រលឹងដែលដូនតាយើងជំនឿដំបូងមកអស់ដល់ក្រោយមកយើងមានប្រមាញ់នឹងពុទ្ធហ្នឹងយើងចេញទៅជាទម្រង់របាំក្បាច់បុរាណឬរបាំព្រីទ្រពនេះឯងបាទបរិជាទ្រព ហើយមួយទៀតហៅរបាំជាព្រៃសម្រាប់វាគឺការនិយមរបស់ប្រជាជនយើងរំពងរំក្បាច់ហេសារវ័នអីប៉ុន្តែនៅប្រមាណប្រហែល2ទសវត្សរ៍នេះថ្មីនេះមានទម្រង់សិល្បៈមួយទៀតហៅសាសម័យហ្នឹងគឺមានបោះទម្រង់សិល្បៈរបាំហ្នឹងគឺចេញពីបច្ចិមប្រទេសបាទប៉ុន្តែពួកយុវជនយើងឃើញក៏យកត្រង់ត្រាប់មកប៉ុន្តែឥឡូវនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកំពុងតែយើងចង់ធ្វើឲ្យរបាំសាសម័យខ្មែរបាទអញ្ចឹងពាក្យរបាំសាសម័យខ្មែរយើងមានឥទ្ធិពលរបស់គេតែយើងធ្វើខ្មែររូបនីយកម្មគឺយើងធ្វើទៅគឺយើងយកក្បាច់របាំព្រីទ្រពមានលាមានជីបមានខួរមានអីយកទៅរំប៉ុន្តែរបាំព្រីទ្រពមានຂະຫນាតគេមានຂະຫນាតដូចថាតួស្រីគេវងនេះហៅក្បាច់វងតាមចុងផ្នែកនៅរោងចុងចាវហើយនឹងយៈនឹងស្វានៅចិត្តសៀបកាប៉ុន្តែសាសម័យគេអត់មានគិតរឿងຂະຫນាតចឹងទេគេយកតែជីបទៅចង់លើកដៃទៅមិនវាជាតម្រង់មួយអញ្ចឹងយើងបច្ចុប្បន្ននេះរហូតដល់បច្ចុប្បន្នយើងមានតម្រង់4នៃរបាំខ្មែរយើងណាទាំងហើយជារឿងរបាំនេះដូចខ្ញុំបានជំរាបខាងដើមកំណត់ជាដង្វាយគេសម្រាប់ពិធីបួងសួងអញ្ចឹងទេឥឡូវនេះរបាំហ្នឹងមានការវិវត្តរបាំព្រីទ្រពឬរបាំខ្មែរបុរាណមានលក្ខណៈសង្គមផងលក្ខណៈសាសនាគឺសម្រាប់បួងសួងដោយតែព្រីជាឬក៏ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្វើពិធីបួងសួងដែលយើងធ្លាប់ឃើញគឺជាបន្តពីប្រពៃណីពីបុរាណមកដល់ក្រោយមកជាលក្ខណៈសង្គមគឺទៅជាទស្សនីយភាពកាលពីដើមរបាំរិមសូមនីវិកាឡាដែលមានកានកែវមានជាកុកដែលខ្មែរយើងមានជំនឿថាផ្លេបតូប្រទេសអីហ្នឹងគេសម្រាប់រំសុំទឹកភ្លៀងអីទេកាលពីដើមគេអត់ដែររំឲ្យទេសនាទេគឺសម្រាប់ពេលមានគ្រោះរាំងស្ងួតអីរំបន់សុំទឹកភ្លៀងឬស្ដីសុំប៉ុន្តែដល់ពេលយើងឥឡូវយើងការវិវត្តប្រទេសជឿនលឿនទៅជំនឿក៏យើងនៅមានណាដូចខ្មែរយើងអាគមផ្សំអាយុចឹងជំនឿក៏យើងនៅបួងសួងប៉ុន្តែយើងយករបាំនេះមិនមែនទុកតែសម្រាប់បួងសួងទេយកទៅជាទេសនីយភាពហើយវាជាតំណាងអត្តសញ្ញាណជាតិជាបេតិកភណ្ឌវប្បធម៌អរូបីអញ្ចឹងយើងទៅផ្សព្វផ្សាយឲ្យគេស្គាល់ថាឲ្យឃើញរបាំហ្នឹងគឺជាខ្មែរដូចគ្រូធ្លាប់និយាយហ្នឹងថាជាតិរបស់យើងថាលូតលាស់ទៅមុខបានជាជននៅប្រទេសផ្សេងទៀតនេះបានស្គាល់យើងបានតែយើងមានការវប្បធម៌របស់យើងផ្សព្វផ្សាយវប្បធម៌របស់យើងហើយមួយរយៈចុងក្រោយនេះក៏ឃើញមានថាដូចជាសិល្បករខ្មែរយើងជាច្រើនដែលគាត់បានបំបែកជាមួយនឹងវប្បធម៌ខ្មែរជាសិល្បៈបុរាណរបស់យើងអញ្ចឹងលោកគ្រូគាត់ថានេះគឺជាការថាជាសកម្មភាពមួយដែលល្អសម្រាប់ប្រជាជនរបស់យើងដែរឬអត់ណាបាទល្អដល់ពូបច្ចុប្បន្ននេះខ្ញុំឃើញ
កាលពីដើមយើងឃើញពួកសម័យបាត់ជាពិសេសពួក rap rapper បាទពួក rapper ខ្ញុំសរសើរបាទដំបូងមកអស់ខ្ញុំស្ដាប់អី rap របស់អីស្ដីអីឈ្មោះអីស្ដី DJ ស្ដីបាទខ្ញុំស្ដាប់ទៅឮគាត់ច្រៀងជារបៀប rap ប៉ុន្តែមានន័យអប់រំបាទណាឲ្យតម្លៃតាំងពីមហូបខ្មែរអប់រំក្មេងកុំឲ្យរត់ចោលសាលាអីខ្ញុំ rap នេះយកគួរតែយើងសហការគ្នាបានអញ្ចឹងដើម្បីជំរុញមួយខ្ញុំឃើញយុវជនយើងភាគច្រើនដែលគាត់ជាយុវជនគាត់ស្រឡាញ់ rap បាទដល់អញ្ចឹងខ្ញុំដំបូងខ្ញុំថារបាំព្រីទ្របយើងឬក៏របាំក្បាច់បុរាណមានឱកាសសម្ដែងម្ដងកាលពិធីឬក៏ក្នុងទូទស្សន៍អីម្ដងកាលហើយយុវជនជួនកាលគាត់ជួសចិត្តភាពកញ្ចក់កញ្ឆែងបាទខ្ញុំអានេះខ្ញុំឯងដើមខ្ញុំថាអញ្ចឹងមានតែយើងចេះការគ្នាពួក rap ហ្នឹងជាមួយនឹងរបាំក្បាច់បុរាណបាទគេអត់មកមើលរបាំក្បាច់បុរាណទេបាទគេមកមើល rap បាទដូចមើល G David បានដាឧទាហរណ៍បាទប៉ុន្តែបើយើងសហការមួយគេយើងសម្ដែងនៅក្នុងហ្នឹងយូរទៅអញ្ចឹងខ្ញុំរបៀបស្លខ្ញុំមុនដំបូងខ្ញុំបានទទួលការរិះគន់ច្រើនដែរពីគ្រូគាត់អភិរក្សខ្ញុំយល់ថាគាត់អភិរក្សត្រឹមត្រូវក៏ប៉ុន្តែដើម្បីឆ្លៀតឱកាសណាឆ្លៀតឱកាសកាលណាជួនកាលយើងសម្ដែងតែបោះបុរាណយើងសុទ្ធពួកយុវជនដែលគេស្រឡាញ់ rap គេអត់មើលបាទអញ្ចឹងបានខ្ញុំសហការជាមួយអូនទេពព្រឹកនិង G David ខ្ញុំធ្វើថាខ្ញុំបានដែរអូន G David ទាំងទេពព្រឹកគាត់ស្ដាប់ខ្ញុំគាត់ថាអូនឯងចេះទី1យកគាត់ចង់បានស្អីដែលខ្មែរយើងចូលទៅជាមួយតើលោកគ្រូធ្វើម៉េចគេថាអូនឯងពួករបាំនេះជារបាំសក្ការៈសម្រាប់ទេវៈកាលណាយើងទៅអាឡែអាឡត់បានទេអញ្ចឹងពួកខ្ញុំនៅថែរក្សាតម្រង់ដដែលអញ្ចឹងដល់ពេលដែលសម្ដែងខ្ញុំសម្ដែងរបៀបយើងរបៀបបុរាណអូនឯងនៅជាគាត់ថានៅកុំអោយប្រកាច់ប្រកាច់បាទដល់អញ្ចឹងដល់ពេលដែលខ្ញុំសម្ដែងចប់ដល់ទៅខ្ញុំទៅចូលជា background ទៅជាដូចជាភាសាជាអីជា composition plastic បាទដើម្បីឲ្យគាត់លេងដែរគាត់ច្រៀងនៅមុខអញ្ចឹងពេលនោះហើយដែលយុវជនធ្លាប់មើលដល់មើលដាក់ទៅផ្ស៊ីគ្នាវាអត់ឆ្លើយអត់ឆ្លងហើយខ្ញុំបានជំរាបអូនទេពព្រឹកនឹងជីវិតថាអូនឯងបើកណ្ណាស្លៀកជាបុរាណហើយកុំអាឡែអាឡក់សុខចិត្តពួកឯងច្រៀងគាត់ញាក់តិចប៉ុន្តែឲ្យពួកដែលអ្នកកំដរនោះគេតាមអានឹងតម្រង់របស់គេប៉ុន្តែបើកណ្ណាសម្លៀកបំពាក់នេះសំខាន់ណាស់ដូចតែយើងពាក្យថាយើងតែងជាបុរាណទៅតែអាឡែអាឡក់អីវាអត់ស៊ីវាអាសម្លៀកបំពាក់ហ្នឹងវារើសអញ្ចឹងបានខ្ញុំចេះតែបានជម្រាបថាពួកអ្នកដើរ fashion បាទហៅបង្ហាញម៉ូដបាទពួកហ្នឹងគេថាអូនឯងស្លៀកចងក្បិនណាដំណើរផ្សេងកាលណាស្លៀកសម័យទំនើបដំណើរផ្សេងទៀតប៉ុន្តែគាត់ចេញពីរំទុំនារីខ្មែរណាបើកាលណាយើងស្លៀករបៀបអឺរ៉ុបយើងដើរកញ្ឆក់កញ្ឆែងឯបាទប៉ុន្តែពេលយើងរបៀបខ្មែរគឺតែអញ្ចឹងគឺសម្លៀកបំពាក់ហ្នឹងរឹសមែនតើមិនមែនទេអញ្ចឹងបានពួកខាងបងប្អូនកាលខ្ញុំធ្វើនៅក្រសួងទេសចរនៃធ្វើព្រឹត្តិការណ៍ធំខ្ញុំជួបពួកបងប្អូន designer និងខ្ញុំចេះនិយាយទៅកាត់តែយល់គ្នាហើយគាត់ចង់ថាដើរដូចគ្នាតែសម្លៀកបំពាក់ដើរតាមសម្លៀកបំពាក់មិនមែនជាដើរដដែលទេបើកាលថាចងក្បិនដើរមិនសម័យចាក់តមុខយើងដើរមិនប៉ុន្តែដល់ពេលសម័យទំនើបដើរមិនខុសគ្នាដំណើរគាត់ដំណើរដើម្បីស៊ីតម្រូវនឹងសម្លៀកបំពាក់អញ្ចឹងហើយបានរបាំព្រីទ្របយើងឲ្យយល់កញ្ចក់ឆៃអត់ស៊ីទេបានតែនួនបាននួនអីទៅអញ្ចឹងស៊ីដល់សម្លៀកបំពាក់ហ្នឹងដូចតាយើងបង្កើតតម្រង់មួយសម្រាប់មួយក្បាច់សម្រាប់ស្អីអញ្ចឹងបានជាខ្ញុំឃើញឥឡូវនេះបងប្អូនទាំងអស់ដែលនៅខាងពួក rapper ក៏ពួកសម័យអីយើងធ្វើមិន
យកមកគេមកប៉ុន្តែយើងបញ្ចូលអត្តសញ្ញាណយើងដើម្បីកុំឲ្យស្ដាប់ទៅចាំបាច់គេសួរមកពីណាអីគាត់លឺសូខ្ញុំយកមួយទៀតអានេះខ្ញុំជាតែរពឹសហេតុអីបានជាចង្វាក់ twist ចង្វាក់រំបាចង្វាក់ឆាបោះសិតពួកខាងបច្ចិមប្រទេសប៉ុន្តែលោកសិនសមុទ្រគឺដាក់និពន្ធវាយហូម៉ែបុតអីយកមកតែងទៅជាចង្វាក់រំបាខ្មែរគឺអានេះវាសកលនេះដែលខ្ញុំចង់បានខ្ញុំថាអូអញ្ចឹងយើង rap ក៏យើងអាចធ្វើជា rap ខ្មែរបានដែរអញ្ចឹងដើម្បីនេះយើងនិយាយឲ្យនិយាយភាសាខ្មែរភ្លេងរបៀបខ្មែរfilmខ្មែរហើយដាក់សិល្បៈរាំអីជាខ្មែរទៅចេញខ្មែរបាទទន្ទឹមនឹងការយើងដាក់បញ្ចូលគ្នាយើងមើលដែរថាតើដាក់ទៅសមអត់ទៅវាមានបញ្ហាឆ្កន់ឆ្កងអត់ដែរអញ្ចឹងមានបាទដោយសារយើងអត់ស្គាល់ច្បាស់បើយើងស្គាល់ច្បាស់បានយើងអ្នកខ្លះ copy ដាក់ទៅឆ្លើយហ្មងប៉ុន្តែគាត់អត់មានចង់អញ្ចឹងគាត់អត់ចេះស្លគាត់ស្លបាទពាក្យស្លនេះគឺបាទមានអាទេពកសលឆ្នៃប្រឌិតនេះឯងដូចយើងឧទាហរណ៍ទេដូចយើងថាផ្ទះដូចលោកតាវ៉ាន់វេលីវ៉ាន់បាទគាត់មានពីរគាត់សាងសង់ជាទំនើបតែទំនើបខ្មែរដូចចាក់តមុខឃើញបាទគាត់មើលទៅមានកន្លែងណាដែលដាក់បានយើងដាក់ជវីដាក់អីទៅបើពេលកន្លែងតួអង្គទៅវាសម័យអញ្ចឹងហើយបានជាខ្ញុំមើលលោកតាវ៉ាន់វេលីវ៉ាន់ក៏ខ្ញុំសិក្សាពីស្ថាបត្យកម្មរបស់គាត់ដែរគាត់ធ្វើទៅជាខ្មែររូបនីយកម្មទំនើបតែទំនើបខ្មែរបាទយើងមិនមែនខ្មែរសុទ្ធមិនមែនបរទេសសុទ្ធអញ្ចឹងហើយបានជាខ្ញុំចិត្តសិក្សាអំពីប្រជាចាធំដែលគាត់រៀនមកហើយគាត់ធ្វើមិនទៅបានអញ្ចឹងបានខ្ញុំយករបាំព្រៃទ្របនេះទៅបញ្ចូលជាមួយសម័យតែមិនឲ្យឆ្លើយឆ្លងនេះហើយនេះគឺជាដែលថាយើងចង់ឲ្យមានការរីកចម្រើនក៏យើងត្រូវការអភិរក្សហើយការអភិរក្សក៏ត្រូវការវាឲ្យយើងលាយបញ្ចូលគ្នាជាមួយអ្វីដែលជាជនយើងក៏យុវជនជំនាន់ក្រោយរបស់ខ្មែរយើងគាត់ពេញចិត្តដែរអញ្ចឹងលោកគ្រូអញ្ចឹងជាចុងក្រោយលោកគ្រូមានអីដែលគាត់ថាដើម្បីធ្វើឲ្យវប្បធម៌របស់យើងដើរទៅមុខបានអញ្ចឹងលោកគ្រូមានអីពីផ្ដាំឬក៏មានពាក្យអីដែលដូចថាចង់អភិវឌ្ឍឲ្យមហាជនជាពិសេសគឺយុវជនជំនាន់ក្រោយតតែម្ដងហ្នឹងហើយខ្ញុំក៏បន្ថែមបន្តិចដែរឧទាហរណ៍ដូចនាឡិកាបាទយើងចេះដាក់ក្បាច់ដាក់អីបន្តិចទួចទៅជាខ្មែរបាទបូកគ្នាទៅគេមើលទៅឃើញអូនាឡិកាស្រុកខ្មែរណាអញ្ចឹងទេនៅក្នុងនេះដូចជារួមតែម្ដងមិនសូម្បីតែសិល្បករនាដករឬអីទាំងអស់ដែលថាចង់ថែរក្សានោះគឺមានច្រើនសូម្បីអាជីវករក៏ត្រូវមានបាទដូចតែយើងតុបតែងភាពចេះគឺឃើញទេសិតខ្មែរទាំងអស់ណាទំនើបនេះទំនើបបញ្ញផ្ស៊ីមកគេមើលមកខ្មែរនេះហើយចឹងបានជាសូមឲ្យខ្មែរទាំងអស់គ្នាទី1ឲ្យស្គាល់តម្លៃរបស់សិល្បៈវប្បធម៌ដូនតាខ្មែរបើយើងស្គាល់ច្បាស់ហើយយើងនាំគ្នាថែរក្សាការពារដើម្បីលើកស្ទួយអញ្ចឹងយើងធ្វើមធ្យោបាយផ្សព្វផ្សាយទៅតាមរយៈសម្ភារៈក្តីតាមរយៈសម្លៀកបំពាក់ក្តីតាមរយៈចម្រៀងអីបទអីហ្នឹងក៏អញ្ចឹងហើយបានជាក្នុងការថែរក្សានិងលើកស្ទួយគឺមានតែយើងជាខ្មែរទេបាទជាអ្នកគាំពារការពារនិងលើកស្ទួយបាទការពារខ្មែរអត់មានអ្នកណាមកជួយគាំពារយើងទេគ្មានអ្នកណាស្រឡាញ់យើងទេបាទអញ្ចឹងលោកគ្រូមិញបាននិយាយរៀបរាប់តទៅមួយនាឡិកាដែរអញ្ចឹងណាលោកគ្រូគិតថានេះគឺជា model ថ្មីរបស់យើងដែលមានឈ្មោះថា The Apsara អង្គរហើយយើងបាន inspire ហើយបានយកជាមួយនឹងក្បាច់សំពត់ Apsara ហ្នឹងយកមកដាក់ជាមួយនឹងនាឡិកាហើយនឹងមានក្បាច់អង្គរផ្សេងៗជាមួយនឹងនាឡិកាដែរអញ្ចឹងលោកគ្រូយល់យ៉ាងណាដែរជាមួយនឹងការដាក់បញ្ចូលវប្បធម៌របស់ខ្មែរយើងចូលជាមួយនឹងនាឡិកានេះជាកំណត់មួយល្អដែលក្នុងការចូលគ្រប់គ្រងថែរក្សាការពារនិងផ្សព្វផ្សាយតែឃើញគឺក្បាច់ភ្ញីថាដាក់អញ្ចឹងទៅយើងមើលទៅបើបោះអន្តរជាតិខាងគេមានអត្តសញ្ញាណរបស់គេនេះជាពលិនជាតិនៃដែលអញ្ចឹងខ្ញុំសូមសរសើររបស់គឺចេះឆ្នៃ
រហូតដល់ដាក់ក្បាច់នៅតាមខ្សែទៅតាមអីទៀតក៏នៅមើលទៅមិនបាច់ប្រាប់ថាអីគឺពលឹងអាដាសញ្ញាជាតិតែនេះគេកំណត់មួយល្អហើយខ្ញុំសូមគាំទ្រហើយខ្ញុំកោតសរសើរនៃការច្នៃប្រឌិតដែលចូលរួមក្នុងការផ្សព្វផ្សាយថែរក្សាការពារសិល្បៈវប្បធម៌នេះឯង អញ្ចឹងថ្ងៃហ្នឹងគឺលោកគ្រូបានរៀបរាប់ហើយនឹងបានបង្ហាញអំពីជីវប្រវត្តិហើយជាពិសេសគឺដំណើរដើមតងនៃសិល្បៈរបស់ខ្មែរជាពិសេសតកតងមួយរបាំខ្មែរឬក៏សារៈសំខាន់នៃការស្គាល់អំពីតម្លៃរបស់ដូនតារបស់យើងបាទអញ្ចឹងថ្ងៃនេះគឺអរគុណច្រើនមែនទែនលោកគ្រូដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីហើយដែលបានចែករំលែកមិនថាជាប្រវត្តិរបស់លោកគ្រូក្តីជាមួយនឹងតម្លៃឬក៏ការរឿងនៃអត្ថន័យទាំងជារួមតែម្ដងជាមួយសិល្បៈរបាំខ្មែររបស់យើងក៏ដូចជាសិល្បៈនានាដែលយើងបានរួមបញ្ចូលជាមួយនឹង rapper ឬក៏សិល្បករនៅជំនាន់ក្រោយនេះផងដែរបាទគណៈពេលនេះផងដែរក៏កម្មវិធីរបស់យើងឈានមកដល់ទីបញ្ចប់ហើយក៏សូមខន្តីអភ័យទោសបើសិនជាការនិយាយរបស់ខ្ញុំបាទហើយក៏ដូចជាលោកគ្រូមានបញ្ហាបាទប៉ះពាល់ទៅដល់ទស្សនិកជនឬក៏ប្រការណាមួយក៏សូមខន្តីអភ័យទោសផងដែរគណៈពេលនេះក៏សូមអរគុណសូមគោរពលា